រឿងលទ្ធផលកុនដាស់ណែជាងអារឿងព្រះខ័នល្អឬមិនល្អវាអាស្រ័យលើមាត់ខ្ញុំទេអ្នកមិនចាំបាច់ភ័យទេអូបើដូច្នេះពិតជាល្អណាស់សូមលោកធ្វើយ៉ាងណាឲ្យព្រះរាជាសពព្រះរាជហឫទ័យចំពោះព្រះខ័នខ្ញុំយើងនឹងមានបានទាំងអស់គ្នាណារឿងនេះទុកចិត្តលើខ្ញុំចុះព្រាហ្មណ៍តែងតែនាំយកព្រះខ័នរបស់អ្នកណាដែលបានផ្ដល់សំណូកដល់ខ្លួនថ្វាយព្រះរាជាថាជាព្រះខ័នល្អចំណែកអ្នកណាដែលមិនបានផ្ដល់សំណូកព្រាហ្មណ៍តែងតែទូលព្រះរាជាថាជាព្រះខ័នមិនល្អជាដើមមនាលព្រាហ្មណ៍ចូលអ្នកពិនិត្យមើលលក្ខណៈរបស់ព្រះខ័នទាំងនេះមើលបបិទ្ធព្រះអង្គដ៏ចម្រើនព្រះខ័ននេះធ្វើត្រឹមត្រូវតាមលក្ខណៈពិសេសជាព្រះខ័នល្អក្រាបទូលចុះចំណែកព្រះខ័ននេះវិញតើយ៉ាងម៉េចដែរក្រាបទូលព្រះខ័ននេះមិនត្រឹមត្រូវតាមលក្ខណៈពិសេសរបស់ព្រះនគរយើងទេដូច្នេះព្រះអង្គអាចឲ្យគេយកទៅកែសម្រួលឡើងវិញសិនទើបប្រសើរបើដូច្នេះសូមជាងយកទៅកែសម្រួលឡើងវិញតាមយោបល់របស់ព្រាហ្មណ៍ចុះសឹមយកមកឲ្យយើងពិនិត្យម្ដងទៀតជាងព្រះខ័នម្នាក់ដែលពុំបានសោកក៏បានយកព្រះខ័នទៅវិញរួចនឹកចង់សងសឹកនឹងព្រាហ្មណ៍នោះក៏ដាក់ម្ទេសម៉ត់ចូលទៅក្នុងស្រោមព្រះខ័នលុះព្រាហ្មណ៍ហូតព្រះខ័នចេញពីស្រោមកំតិចម្ទេសក៏ហុយចូលពេញច្រមុះរហូតធ្វើឲ្យកណ្ដាស់ជាខ្លាំងក៏ជ្រុលច្រមុះទៅប៉ះនឹងមុខព្រះខ័នធ្វើឲ្យឆែបច្រមុះទៅអត់អូយអូណែព្រាហ្មណ៍ចូលរស់រាន់ទៅព្យាបាលច្រមុះឲ្យជាសិនហើយចូលយកអាចលាក់មកបិទជំនួសច្រមុះសិនទៅក្រាបទូលព្រះអង្គទូលបង្គំសូមអរព្រះគុណជាអាណែកចំពោះព្រះទេយទុកដាក់នេះមិនអីទេព្រាហ្មណ៍ចូលយកចិត្តទុកដាក់និងសុខភាពចុះព្រះបាទព្រហ្មទត្តមានព្រះរាជធីតាមួយអង្គនិងព្រះរាជនត្តាមួយព្រះអង្គអ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នាតាំងពីក្មេងៗមកម្ចាស់បងខ្ញុំម្ចាស់ពិតជាមិនអាចអត់ម្ចាស់បងបានទេតែពេលនេះព្រះបិតាបានលើកអូនជន់ទៅស្ដេចនគរផ្សេងហើយតើនេះជាការពិតទេអូនបើដូច្នេះតើយើងត្រូវធ្វើដូចម្ដេចទៅពិតណាស់ក្រាបទូលសូមម្ចាស់បងជួយរកវិធីផងធ្វើយ៉ាងណាក៏ដោយឲ្យតែបានរួចផុតរឿងអភិសេកទៅនគរផ្សេងក្រាបទូលណាស់ហើយម្ចាស់អូនមិនអីទេចាំបងរកវិធីដោះស្រាយណាព្រះបាទព្រហ្មទត្តជាស្ដេចលុបលុនទើបគិតចង់លើកបុត្រីឲ្យទៅស្ដេចនគរផ្សេងចំណែកក្រុងពារាណសីលើកទៅឲ្យព្រះរាជនត្តាព្រោះបើធ្វើដូច្នេះប្រៀបបាននឹងព្រះអង្គគ្រប់គ្រងនគរពីរដូច្នេះដែរគិតទៅដើម្បីបានទាំងព្រះនគរនិងម្ចាស់អូនអញត្រូវតែប្រើល្បិចទៅបានណែយាយធ្មប់តើយើងត្រូវធ្វើដូចម្ដេចទើបអាចយកព្រះរាជធីតាបានក្រាបទូលព្រះអង្គសូមព្រះអង្គទុកប្រតិចោខ្ញុំម្ចាស់មានវិធីសាស្ត្រហើយតើលោកយាយនឹងធ្វើដូចម្ដេចខ្ញុំម្ចាស់នឹងទៅទូលព្រះបាទព្រហ្មទត្តថាព្រះរាជធីតាមានគ្រោះត្រូវធ្វើពិធីដោះគ្រោះនៅឯបច្ឆាឯណោះព្រះរាជនត្តាខ្លែងធ្វើជាសាកសពនៅក្នុងបច្ឆានោះហើយធ្វើជាកណ្ដាស់ដើម្បីធ្វើឲ្យទីហ៊ានមានការភ័យខ្លាចនាំគ្នារត់ខ្ចាត់ខ្ចាយអស់ហត់ព្រះរាជនត្តាក៏នាំព្រះរាជធីតាទៅនៅក្នុងរាជវាំងរបស់ព្រះអង្គទៅទោះបីអញបំបែកយ៉ាងណាក៏មិនបានដែរបើដូច្នេះអញមានតែផ្សំគុំពួកគេទាំងពីរតែម្ដងទើបប្រសើរណែបុត្រទាំងពីរចូលមកណែយើងនឹងផ្សំគុំអ្នកទាំងពីរជាស្វាមីភរិយាហើយចូលគ្រងរាជសម្បត្តិតទៅចុះក្រោយព្រះរាជនត្តាបានឡើងគ្រងរាជបន្តព្រះអង្គក៏បានត្រាស់ហៅព្រាហ្មណ៍ដែលចេះទស្សទាយព្រះខ័នឲ្យចូលគាល់ដោយថ្ងៃនោះអាកាសធាតុក្តៅខ្លាំងធ្វើឲ្យច្រមុះដែលលាបដោយអាចលាក់ត្រូវរលាយណែព្រាហ្មណ៍អ្នកត្រូវដឹងថាស្ថានភាពខ្លះមានទស្សនវិជ្ជាដូចគ្នាតែលទ្ធផលមិនដូចគ្នាទេទូលបង្គំមិនយល់ទេសូមព្រះអង្គមេត្តាមានព្រះបន្ទូលឲ្យពិស្ដារបានទេក្រាបទូលហេតុការតែមួយនាំឲ្យកើតផលល្អដល់មនុស្សម្នាក់តែបែរជានាំផលអាក្រក់ដល់មនុស្សម្នាក់ទៀតព្រោះតែកណ្ដាស់ព្រាហ្មណ៍ឯងត្រូវឆែបច្រមុះតែយើងបែរជាបានឡើងសោយរាជទៅវិញអូព្រះបន្ទូលនេះធ្វើឲ្យព្រាហ្មណ៍មានការអៀនខ្មាស់ជាខ្លាំងរហូតធ្វើឲ្យគេកែខ្លួនឈប់ប្រព្រឹត្តស៊ីសំណូកសោកប៉ាន់តទៅទៀតជារៀងរហូតភាពលុបលុននឹងការប្រព្រឹត្តអាក្រក់នឹងហុចផលអាក្រក់មកវិញនៅទីបំផុតជាមិនខានបុគ្គលមានប្រាជ្ញាតែងតែចេះប្រែក្លាយវិបត្តិឲ្យមកជាឱកាសរបស់ខ្លួនបានគ្រប់កាលៈទេសៈទាំង